សូមជម្រាបសួរបងប្អូនប្រជាប្រដ្ឋខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់គ្នានៅពេលនេះដែរនាងខ្ញុំកំពុងតែធ្វើដំណើរទៅពលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីត្រៀមខ្លួនធ្វើដំណើរចាក់ចេញពីមាតុភូមិយើងទៅកាន់ប្រទេសកូរ៉េខាងត្បូងដែលនាងខ្ញុំត្រូវបានអញ្ជើញជាកិត្តិយសក្នុងកម្មវិធីកិច្ចប្រជុំអន្តរជាតិមួយដែលមានការចូលរួមជាង40ប្រទេសឯណោះដូច្នេះក្នុងនាងខ្ញុំជាយុវជនគឺមានអារម្មណ៍រំភើបមែនទែននៅពេលដែលអន្តរជាតិគាត់បានឲ្យតម្លៃទៅលើយុវជនខ្មែរហើយគាត់បានអញ្ជើញនាងខ្ញុំទៅចូលរួមកម្មវិធីនេះដូច្នេះបន្ទាប់ពីកិច្ចប្រជុំនេះនាងខ្ញុំនឹងមានដំណើរទស្សនកិច្ចទៅតាមតំបន់មួយចំនួនទៀតនៅប្រទេសកូរ៉េខាងត្បូងដូចគ្នាដែរដូច្នេះបទពិសោធន៍ទាំងអស់តែដែលនាងខ្ញុំបានទៅប្រទេសកូរ៉េនាងខ្ញុំនឹងចែករំលែកទៅដល់បងប្អូនយុវជនខ្មែរតាមរយៈ Facebook ទាំងអស់គ្នាដូច្នេះសូមអរគុណបងប្អូនទាំងអស់គ្នាហើយចង់ប្រាប់ថានាងខ្ញុំពិតជាស្រឡាញ់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ហើយអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រនិងផ្ដល់កម្លាំងចិត្តដល់នាងខ្ញុំរហូតមកដូច្នេះសូមអរគុណសូម like និង share ជាកម្លាំងចិត្តដល់នាងខ្ញុំដើម្បីតស៊ូទាំងអស់គ្នាដូច្នេះអរគុណច្រើនហើយស្រឡាញ់បងប្អូនទាំងអស់គ្នាខ្លាំងណាស់អរគុណជួយ like និង share ផងបាយបាយនៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់គ្នានាងខ្ញុំសូមជម្រាបទៅដល់បងប្អូនទាំងអស់គ្នាថានាងខ្ញុំបានផ្ដល់មូលនិធិចំនួន$3000សម្រាប់ការដំណើរការសាងសង់បង្គន់អនាម័យនិងបង្គន់អនាម័យចំនួន8និងអណ្ដូងទឹក2នៅតំបន់អារ៉ែងហើយដូច្នេះគឺនាងខ្ញុំសូមបញ្ជាក់ទៅដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងថានៅតំបន់ភ្នំសម្រាប់ពួកគាត់នៅពេលដែលពួកគាត់ទទួលបានបង្គន់អនាម័យគឺមានតម្លៃណាស់សម្រាប់ពួកគាត់ហើយពួកគាត់ពិតជារំភើបត្រេកអរមែនតើដូចជាបងប្អូនបានដឹងហើយថានៅតំបន់ភ្នំគឺខែភ្លៀងចេះផងគឺសម្បូរទៅដោយសត្វទាកអញ្ចឹងទៅវាស្តៀងសត្វឆ្លើងដែរវាតោងវាអីអញ្ចឹងទៅបើសិនជាពួកគាត់បន្តបងមានបង្គន់អនាម័យត្រឹមត្រូវគឺវាសុវត្ថិភាពសម្រាប់ពួកគាត់ហើយមួយទៀតនោះផ្ទះរបស់ពួកគាត់ហ្នឹងគឺនៅចិត្តមាត់ស្ទឹងមាត់អូអញ្ចឹងទៅនៅពេលដែលគាត់បន្តបងយ៉ាងទឹកភ្លៀងមកវានឹងហូរចូលហើយទឹកទាំងនោះគឺគាត់យកមកប្រើប្រាស់វិញអញ្ចឹងគឺវាប៉ះពាល់ទៅដល់សុខភាពពួកគាត់ខ្លាំងមែនតើទាំងកុមារទាំងមនុស្សចាស់ដូច្នេះបង្គន់អនាម័យនេះគឺជាបង្គន់អនាម័យដំបូងសម្រាប់អ្នកភូមិនៅតំបន់អរ៉ែងហើយបង្គន់អនាម័យនោះនាងខ្ញុំនឹងចាត់ចែងរៀបចំធ្វើដោយខ្លួនឯងផ្ទាល់តែម្ដងហើយដែលមានឈ្មោះបងប្អូនម្ចាស់មូលនិធិគាត់ចូលរួមជាមួយខ្ញុំដែរហ្នឹងគឺមានឈ្មោះបងស្រីសចំនួន$50អ្នកមីងគៀមីនចំនួន$50លោកពូម៉ៅណេតចំនួន$100បងស្រីកក្កដាខុនចំនួន$100អូស្ត្រាលីហើយនឹងបងប្អូនពលករខ្មែរដែលបានចូលរួមហ្នឹង$170ហើយនឹងបងប្រុសសេងសៀវក្រុមទាំងព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ចំនួន$100ហើយនឹងថវិកាមួយចំនួនទៀតបានមកពីបងប្អូនដែលចូលរួមដំណើរទស្សនកិច្ចសិក្សាទៅតំបន់អរ៉ែងជាមួយខ្ញុំហ្នឹងគឺពួកគាត់បានរៃអង្គាសគ្នាអ្នកខ្លះគាត់$5000ទៅអ្នកខ្លះគាត់$10000រៀលហើយក៏លើពីនឹងទិញទួចគឺតាមសទ្ធារបស់ពួកគាត់ហើយនឹងទឹកប្រាក់សោមួយចំនួនទៀតហ្នឹងគឺបានមកពីការចំណេញដែលនាងខ្ញុំបានដឹកនាំក្រុមយុវជនទៅលេងតំបន់អរ៉ែងហ្នឹងហើយសរុបចំនួនទាំងអស់ហ្នឹងគឺបាន$3000ហើយនាងខ្ញុំនឹងរៀបចំចាត់ចែងសាងសង់ហើយទៅបង្គន់ដែលសាងសង់ហើយហ្នឹងគឺបាន4ហើយប៉ុន្តែវាអត់ទាន់ហើយគឺដោយសារតែមេឃភ្លៀងគឺយើងពិបាកដឹកសម្ភារៈទៅអញ្ចឹង4ហ្នឹងគឺដំណើរការសាងសង់ហ្នឹងបានខ្ទង់ជា70%ហើយដូច្នេះនាងខ្ញុំនឹងក្រុមការងារហើយក៏ដូចជាអ្នកភូមិនឹងព្យាយាមធ្វើឲ្យបានលឿនជាងនេះបន្តិចដើម្បីឲ្យបងប្អូនអ្នកភូមិបានប្រើប្រាស់លឿនហើយនេះខ្ញុំសូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមផ្សព្វផ្សាយពីតំបន់អរ៉ែងបានចូលរួមទៅលេងតំបន់អរ៉ែងដូច្នេះដើម្បីបរិស្ថានគឺបង្គន់អនាម័យគឺមានសារៈសំខាន់ហើយយើងនឹងចូលរួមតាមផ្នែកផ្សេងទៀតដើម្បីឲ្យតំបន់អរ៉ែងក្លាយជាតំបន់ទេសចរណ៍ដូច្នេះសូមអរគុណសូមជួយ like និង share វីដេអូនេះផងអរគុណក្រៅសូមអរគ្នានាងខ្ញុំកំពុងតែមិញហ្នឹងកំពុងតែធ្វើដំណើរចេញពីតំបន់អរ៉ែងមកខេត្តកោះកុងដើម្បីទិញសម្ភារៈត្រៀមសម្រាប់ក្រុមដែលខ្ញុំបានដឹកនាំមកដើម្បីទស្សនកិច្ចសិក្សានៅតំបន់អរ៉ែងតែចៃដន្យអីគឺតាមផ្លូវដែលយើងចេញពីវាល2ហ្នឹងមកគឺឃើញលោកអ៊ំម្នាក់គាត់បានសម្រាប់នៅកន្លែងផ្លូវកោងកន្លែងផ្លូវកែងនោះគឺគ្រោះថ្នាក់មែនតើគឺដូចនៅបងប្អូនបានដឹងហើយនៅផ្លូវកោះកុងមានផ្លូវល្មមបើកឡានតែ2ជួរគឺអត់មានខឿនលើផ្លូវអីទេអញ្ចឹងឃើញគាត់សម្រាប់នៅចំកន្លែងកែងហើយទៅគឺគាត់ដើរនោះម្ដុំហ្នឹងគឺស្ងាត់មែនតើគឺអត់មានភូមិអត់មានអីទាំងអស់ហើយអញ្ចឹងប្រហែលជាគាត់ហេវហត់អស់កម្លាំងមិញហ្នឹងគឺគាត់សម្រាប់ឲ្យដាស់ល្មមទៅងើបប្រហែលជាគាត់ដោយសារតែដាច់អាហារដាច់អីអញ្ចឹងទៅហើយមិញក៏ឥឡូវបានជូនទឹកជូនអីគាត់ភាសាគាត់ក៏រៀងស្រួលវិញប៉ុន្តែខ្ញុំក៏បានពងថាគិតថាមិនដឹងត្រូវធ្វើមិនទេតែខ្ញុំយកគាត់ដាក់ឡានព្រោះខ្ញុំត្រូវទៅកោះកុងអញ្ចឹងខ្ញុំកំពុងតែគិតហើយខ្ញុំនឹងមានកម្រងគិតថាទី1គឺខ្ញុំអាចនឹងយកគាត់ទៅដាក់នៅវត្តនៅខេត្តកោះកុងដើម្បីឲ្យគាត់ស្នាក់នៅនឹងវត្តព្រោះគាត់ដាច់ចម្ងាយអញ្ចឹងពិបាកមែនតើហើយបើមួយទៀតគឺខ្ញុំអាចនឹងរកមណ្ឌលចាស់ជរានៅខេត្តកោះកុងដើម្បីឲ្យគាត់បាននៅអញ្ចឹងបងប្អូនមានយោបល់យ៉ាងណាហើយ
ដូច្នេះនេះខ្ញុំនឹងបង្ហាញបងប្អូនបន្តទៀតហើយសង្ឃឹមថាយើងនឹងអាចរងដោយចាស់ជរាដើម្បីឲ្យគាត់បាននៅដូច្នេះសូមអរគុណសូមជួយ like និង share វីដេអូនេះផងបងប្អូនទាំងនេះហើយបើបានជួយ like share ផងគីឡូបងប្អូនកូនចៅគាត់ឃើញប្រហែលជាគាត់អាចនឹងវង្វេងអញ្ចឹងសូមបងប្អូនទាំងនេះជួយគាត់ឲ្យខ្ញុំពិបាកសួរគាត់គាត់ដូចសួរគាត់អត់ឆ្លើយគាត់បានតែញឹមអញ្ចឹងទៅខ្ញុំពិបាកបើសិនជាពេលណាគាត់អារម្មណ៍ពីសួរមានកម្លាំងគឺខ្ញុំចាំខ្ញុំសួរគាត់បន្តទៀតដូច្នេះបងប្អូនឃើញហើយជួយ like និង share យកទៅបន់ទាំងអស់គ្នាទៅដើម្បីឲ្យគាត់គីឡូគាត់បានជួបក្រុមគ្រួសារដូចលោកអ៊ំម្នាក់ដែលខ្ញុំធ្លាប់ជួយគាត់បានម្ដងហើយអញ្ចឹងសូមជួយទាំងអស់គ្នាទៀតពឹងបងប្អូនទាំងអស់គ្នាអរគុណចិត្តដូច្នេះសូមអរគុណសូមជួយ like និង share ផង